Wow សាហាវមែនតើតែម្ដងនេះគឺជាវីដេអូដែលបង្ហាញអំពីសកម្មភាពនៃការបាញ់រំដោះអ្នកទោសចេញពីតុលាការតែម្ដងបងប្អូនអ្នកគ្នាសកម្មភាពគឺថាកើតឡើងនៅថ្ងៃនេះតែម្ដងថ្ងៃទី18ដោយស្ត្រីម្នាក់ដែលដើរចូលមកបងប្អូនពាក់អាវខ្មៅពាក់ម៉ាស់នេះបាទគាត់បានដើរចូលមកដើម្បីយកអាវុធទៅឲ្យអ្នកទោសហើយធ្វើការរត់គេចខ្លួននេះឥឡូវសកម្មភាពគាត់កំពុងតែតាមមើលនៅរថយន្តសម្រាប់ដឹកអ្នកទោសមកដល់ហើយបាទនេះគឺគាត់កំពុងតែសម្លឹងមើលហើយសាហាវមែនតើបងប្អូនបាទមនុស្សស្រីម្នាក់ហ៊ានដើរយកកំភ្លើងយកមកឲ្យអ្នកទោសតែម្ដងនេះគឺជាឡានបាទអគ្គនាយកពន្ធដារពន្ធនាគារហ្នឹងគឺបានដឹកយកនៅអ្នកទោសមកហើយក៏មានប៉ូលីសហែហមការពារដែររឿងដែលនឹកស្មានមិនដល់គឺថាស្ត្រីម្នាក់បាទគាត់បានឈរពុតខ្លួនពុតប្រានមើលទៅដូចធម្មតាបាទមានរឿងអីកើតឡើងទេបាទមើលធម្មតាហើយក៏ដើររេរនៅចិត្តហ្នឹងបាទហើយបងប៉ូលីសគាត់បានប្រាប់ឲ្យចេញដែរនេះកន្លែងនេះបាទកន្លែងនេះគឺគាត់បានប្រាប់ឲ្យចេញនេះឃើញទេបាទថាចេញឆ្ងាយតិចទៅបាទប៉ុន្តែគាត់ក៏បានចាប់អារម្មណ៍ដែលឃើញមនុស្សស្រីម្នាក់ធម្មតាណាឈរទៅទេស្អាតអញ្ចឹងនេះឃើញទេបាទពុតខ្លួនពុតប្រានធម្មតាអញ្ចឹងបាទពុតខ្លួនពុតប្រានដើម្បីរងចាំហើយក៏ចាំមើលពីសកម្មភាពអ្នកទោសចេញមកនេះផ្ដើមចេញដល់អ្នកទោសផ្សេងទេនេះអត់បានរំដោះទេបាទគឺអត់បានរំដោះទេបន្ទាប់មកគឺគាត់បាត់ចាំឈរមើលបាទមុខសញ្ញារបស់គាត់បាទគឺអ្នកទោសដែលគាត់បានដូចហាក់បីដូចចំណាត់គ្នាមុនមិនហ្មងបងប្អូនអ្នកនេះបាទដូចដឹងម៉ូគ្នាហ្មងគឺថាម្នាក់ស្រីនេះឈរចាំយកកំភ្លើងឲ្យហើយខាងនោះចេញមកគឺដើរតម្រង់តែម្ដងនេះគឺជាវីដេអូបន្ទាប់នេះចាំមើលបាទវីដេអូដែលបន្ទាប់គឺដើរចុះមកបាទនេះដាច់មួយវគ្គគឺមួយវគ្គចុងក្រោយនេះបាទមួយវគ្គចុងក្រោយម្នាក់ដើរមុខគេនេះម្នាក់ដើរមុខគេនេះគឺដើរនឹងដើរតម្រង់មកស្ត្រីនេះតែម្ដងដោយប៉ូលីសគាត់បានមើលអត់ទាន់បន្តិចហ្នឹងក៏មិននឹកស្មានដែរព្រោះថាមានប៉ូលីសនៅចិត្តនឹងច្រើនដែរបាទគឺគាត់បានចុះពីលើឡាននោះគឺដើរតម្រង់តែម្ដងដូចបានឃើញមុខសញ្ញាមុនជាមុនហ្មងណានេះឃើញទេបាទនេះគឺជាសកម្មភាពវីដេអូដែលនេះគឺលោកយកបាទដើរមកគឺតម្រង់យកមនុស្សស្រីហ្នឹងហើយលោកយកកំភ្លើងដែលមនុស្សស្រីហ្នឹងសៀតនៅចង្កេះបាទសៀតនៅចង្កេះដើម្បីឲ្យទៅបរិះម្នាក់ហ្នឹងហើយយើងតាមមើលទៅដូចជាអត់មានជាប់ខ្នោះជាប់អីទេបាទបរិះម្នាក់ហ្នឹងដើរចុះមកគឺតម្រង់មកយកកំភ្លើងហាក់បីដូចជាណាត់ទុកមុនអញ្ចឹងបាទគឺដើរមកយកកំភ្លើងហ្នឹងហើយធ្វើការបាញ់ទៅលើអ្នកការពារឬប៉ូលីសនៅចិត្តហ្នឹងនេះសកម្មភាពបងប្អូនឃើញទេបាទគឺបាញ់ចែកជើងគ្នាតែម្ដងប៉ុន្តែការបាញ់នេះមិនដឹងថាមានត្រូវអត់ទេព្រោះថាដូចជាអត់មានឃើញបងប្អូនយល់រងរបួសហើយកន្លែងនេះគឺគាត់បាទអ្នកទោសផ្សេងម្នាក់ទៀតនេះគាត់បានទៅចាប់ទាញបាទរបស់មួយយ៉ាងចេញពីប៉ូលីសដែលយើងសង្ស័យថាប្រហែលជាអាវុធហ្នឹងមើលទៅបាទគាត់ចាប់បានទាញចេញពីប៉ូលីសនេះដើម្បីទាញយកទៅដាក់តាមខ្លួនបាទហើយយើងឃើញថានេះគឺជាសកម្មភាពដែលមើលទៅបាទគឺបាទសាហាវមែនទែនជាពិសេសម្នាក់ស្រីនេះខ្ញុំតសើម្នាក់ស្រីនេះខ្លាំងមែនទែនតែម្ដងណាគឺដើរម្នាក់ឯងមកយកកំភ្លើងឲ្យអ្នកទោសដើម្បីធ្វើការបាញ់ប្រហារហើយរត់គេចខ្លួនបាទរត់គេចខ្លួនឥឡូវយើងមើលវីដេអូបន្ទាប់ដែលគាត់ទាញបាទគាត់ទាញរបស់មកឃើញទេទាញរបស់ដែលចេញពីប៉ូលីសតែម្ដងបាទខ្ញុំគិតថាប្រហែលជាកំភ្លើងគឺយ៉ាងណាដែរហើយធ្វើការរត់បាទរត់អញ្ចឹងកន្លែងនេះបើយើងមើលទៅបាទស្កប់កាមេរ៉ាកន្លែងនេះគឺមនុស្សមានចំនួន6នាក់បាទអ្នកទោសឬគឺមានចំនួន6នាក់ហើយមនុស្សស្រីម្នាក់ហ្នឹងគាត់បានរត់ទៅមុនបាទរត់ឡើងទៅឡានមុនបន្តិចទៀតខ្ញុំនឹងបង្ហាញអំពីសកម្មភាពដែលរូបភាពឡានហើយនឹងរូបភាពប៉ូលីសសមត្ថកិច្ចរបស់យើងតាមចាប់មកវិញបាទគឺឡានហ្នឹងធ្លាក់កន្លាប់តែម្ដងហើយអ្វីដែលយើងហួសចិត្តមែនតើបងប្អូនអ្នកគ្នាបាទ6នាក់មនុស្សស្រីម្នាក់មករំដោះបានបាទដោយសុវត្ថិភាពតែម្ដងហើយចាប់ធ្វើដំណើរចេញទៅហើយខាងសមត្ថកិច្ចគឺគាត់ចាប់ផ្ដើមបាទយ៉ាងភាំងដែរមកផ្លែតមិញហ្នឹងឥឡូវចាប់ផ្ដើមស្លេកស្លារៀបចំកម្លាំងដើម្បីតាមចាប់បាទគឺថាលឿនមែនតើតែម្ដងបានន័យថាការតាមចាប់ហ្នឹងគឺប្រកិបកិតគ្នាទេបាទគឺចាប់បានម្នាក់នេះតាមដំណឹងមកគឺថាតាមសេចក្តីរាយការណ៍មកគឺថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025អ្នកទោសជនជាតិវៀតណាមម្នាក់ដែលសង្ស័យថាជាមេខ្លោងល្បែងអនឡាញត្រូវបានកម្លាំងសមត្ថកិច្ចតាមបង្ក្រាបនិងចាប់ខ្លួនហើយដោយបាក់ពួកចូលទៅបាញ់រំដោះពេលនាំចូលទៅក្នុងតុលាការខេត្តស្វាយរៀងបាទអញ្ចឹងគឺចាប់បានម្នាក់ឯងអញ្ចឹងនេះគឺប្រហែលជាពេលដែលបច្ច័យបតុងទៅគឺថាដាច់អាលះអាយ៉េះអាវដោះឬក៏គាត់ដោះអាវចេញក៏មិនដឹងយ៉ាងណាដែរបាទអញ្ចឹងតាមរបាយរាយការណ៍មកគឺថាសេចក្តីរាយការណ៍ពីសមត្ថកិច្ចដែលបានបញ្ជាក់ប្រាប់ពីសារព័ត៌មាន Fresh News ថាកម្លាំងសមត្ថកិច្ចបានដកហូតនៅរថយន្តរបស់ក្រុមជនល្មើសហើយនឹងបកពួកផ្សេងទៀតដែលកំពុងតាមរកបន្តបាទនេះគឺគាត់ចាប់ចេញពីក្នុងទឹកមកទេដោយសារតែខាងសមត្ថកិច្ចគាត់បានដេញតាមចាប់ប្រផាត់ប្រភិញអញ្ចឹងទៅហើយមិនដឹងថាវាបែកកង់ឬក៏ប៉ូលីសគៀងចូលអីយ៉ាងណាទេព្រោះថាយើងអត់មានព័ត៌មានបន្ថែមទេបាទនេះគឺសមត្ថកិច្ចបាទច្រើនគួរសមដែរគឺតាមចាប់ភ្លាមតែម្ដងនេះបើតាមមើលដំណើរការលឿនហើយអ្វីដែលយើងមើលឃើញបងប្អូនមកចេញមកគឺថាអ្នកកាន់កំភ្លើងសាហាវរបស់វាដែរឃើញទេប៉ុន្តែយើងឃើញថាវាអត់ជាមានអ្នកលបួសអ្នកអីទេមិនដឹងថាវាបាញ់ខុសឬក៏ព្យាយាមមិនឲ្យបាញ់ត្រូវទេហើយម្នាក់ស្រីនេះបាទអ្វីដែលពិសេសនោះអ្វីដែលសាហាវគឺថាម្នាក់ស្រីនេះដើរចូលមកតែឯងតែម្ដងបាទដើរចូលតែឯងមករេរគឺយកអាវុធយកមកឲ្យអ្នកទោសដែលហាក់បីដូចជាបានតំណាក់តំណងគ្នាទុកមុនអីក៏យ៉ាងណាទេបាទគឺអូនិយាយទៅរឿងនេះគឺកក្រើកមែនតើតែម្ដងយើងមិននឹកស្មានទេបាទកក្រើកផ្អើលថ្ងៃហ្នឹងតែម្ដងបាទថ្ងៃ18ហ្នឹងគឺកក្រើកតែម្ដងដោយយើងនឹកស្មានមិនដល់ទេហើយនេះម្នាក់ស្រីមិនដឹងថាជាជនជាតិខ្មែរឬយ៉ាងណាទេឥឡូវមិនទាន់មានព័ត៌មានបញ្ជាក់បន្ថែមថាគាត់ជាអ្នកណានេះគាត់ពុតខ្លួនពុតប្រានធម្មតាអញ្ចឹងបាទដើរពុតខ្លួនពុតប្រានយើងនឹកស្មានមកដល់ណាហើយសកម្មភាពរបស់ប៉ូលីសគាត់ច្រើនដែរបាទក៏មិននឹកស្មានថាមនុស្សស្រីម្នាក់ហ្នឹងអាចមករំដោះអ្នកទោសណាឃើញទេអ្នកធម្មតាពាក់មុខពាក់អីចឹងទៅប្រហែលជាបងប៉ូលីសគាត់គិតថាជាគ្រួសាររបស់អ្នកទោសអីចឹងទៅសុំមើលមុខអីជាលើក
ចុងក្រោយឯមុនជាប់ទោសអីក៏មិនដឹងបាទយើងមិនហ៊ានអធិប្បាយលើសទេនេះគឺព័ត៌មានដែលខ្ញុំបានស្រង់ពី Fresh News ហើយនឹងព័ត៌មានមួយទៀតគឺថាពេលកម្លាំងសមត្ថកិច្ចតាមបង្ក្រាបក្រុមអក្រិតជនហ្នឹងគឺបានចាប់ខ្លួនចំនួន1នាក់ហើយនៅសល់5នាក់ទៀតដែលកំពុងតែតាមចាប់ខ្លួនបាទនៅក្នុងវីដេអូដែលខ្ញុំបានស្កប់បង្ហាញអញ្ចឹងគឺអ្នកទោសទាំងអស់ហ្នឹងគឺមានចំនួន6នាក់ហើយតាមចាប់បាន1នាក់ហើយ1នាក់ទៀតគឺកំពុងតែដេញតាមចាប់បន្តទៀតហើយករណីបាញ់រំលោភអធិស្ឋានបាញ់រំដោះអ្នកទោសនេះចេញពីតុលាការខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025តែម្ដងអញ្ចឹងនេះយើងឃើញថាដូចជារឿងនេះក៏មិនដែលមានទេនៅក្នុងប្រទេសកម្ពុជាយើងបងប្អូនណាបាទដូចមិនដែលមានទេមានតែមួយករណីហ្នឹងឯងគឺថាឆៅមែនតែម្ដងគឺថាចូលទៅរំដោះអ្នកទោសបាទហើយរំដោះអ្នកទោសនេះគឺថាអត់មានចូលទៅបាញ់ទេបាទន័យថាអ្នកដែលជួយហ្នឹងអត់មានបានបាញ់អីមកគ្រាប់ទេនេះបាទគឺគាត់បានយកអាវុធនេះយកមកហុចឲ្យអ្នកទោសតែម្ដងបាទយកមកឲ្យអ្នកទោសដើម្បីបាញ់ទៅខាងប៉ូលីសបាទបាញ់ទៅខាងប៉ូលីសអញ្ចឹងអ្នកគ្នាគាត់ហ្នឹងមកដូចដឹងគ្នាដាក់ម៉ោគ្នាតែម្ដងបាទមានចំនួន6នាក់ហ្នឹងបាទគឺថាបានកំភ្លើងហើយធ្វើការបាញ់ទៅលើសមត្ថកិច្ចប៉ុន្តែយើងអត់ទាន់បានដឹងដំណឹងថាតើសមត្ថកិច្ចមានរបួសអត់ទេតែជាក់ស្ដែងយើងមើលសកម្មភាពនៅក្នុងវីដេអូហ្នឹងគឺថាมันមានរបួសឬក៏មានការបាត់បង់ជីវិតអីទេបងប្អូនឃើញនេះបាទគឺរត់ចែកជើងគ្នាតែម្ដងព្រោះថាភ្លាមយើងវាអត់នឹកស្មានមិនតាន់ដែរណាបាទនេះហើយ2នាក់ក្រោយនេះយើងយឺតជាងគេអញ្ចឹងយើងឃើញ6នាក់7នាក់ទាំងស្ត្រីម្នាក់ទៀតអញ្ចឹងប្រហែលជាមានអ្នកបើកឡាននោះដែលរងចាំក៏មិនដឹងយ៉ាងណាមិនដឹងថាម្នាក់ស្រីនឹងគាត់បើកយ៉ាងណាទេអានេះក៏គ្រាន់តែជាព័ត៌មានបឋមហើយវីដេអូនេះគឺខ្ញុំបានយកចេញពីសារព័ត៌មានដែលឃើញសារព័ត៌មានគាត់ចុះផ្សាយច្រើនមែនទែនហើយក៏កំពុងតែកក្រើកនឹងផ្ទុះការចាប់អារម្មណ៍មែនទែនតែម្ដងពាក់ព័ន្ធជាមួយនឹងរឿងនេះហើយឥឡូវយើងតាមចាប់បន្តព្រោះថាតាមមើលអំពីសកម្មភាពប្រហែលជាអត់អាចរត់រួចទេបាទ5នាក់ទៀតនឹងប្រហែលជារត់មិនរួចទេព្រោះថាយើងឃើញសមត្ថកិច្ចគាត់លឿនដែរបាទលឿនដែរគឺវឹងភ្លាមហ្នឹងគឺដេញតាមចាប់បានភ្លាមតែម្ដងបាទគឺបាទធ្លាក់ឡានកលាប់ឡានពេញនឹងតែម្ដងបាទអញ្ចឹងឡានរបស់ជនយើងហៅថាជនល្មើសហ្មងទៅបាទជនល្មើសហ្នឹងគឺបានធ្លាក់ទៅក្នុងទឹកហើយប៉ូលីសបានរឹបអស់យកមកអញ្ចឹងនេះគឺជាសកម្មភាពដែលខ្ញុំចង់បង្ហាញពីព្រឹត្តិការណ៍មួយដែលគួរឲ្យចាប់អារម្មណ៍មែនទែនក៏ក្រៅក្រុងស្វាយរៀងទាំងព្រឹកតែម្ដងអធិស្ឋានបើសិនជាមានការលើសលួសខ្វះខាតកន្លែងណាហើយបើសិនមានព័ត៌មានអីតាក់ទងជាមួយនឹងរឿងនេះបន្ថែមទៀតខ្ញុំនឹងធ្វើការបង្ហាញចែកជូនបងប្អូនបានទស្សនាអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូនេះពីដើមដល់ចប់បាទជម្រាបលា